សួស្តីប្រិយមិត្តទាំងអស់គ្នាបាទស្វាគមន៍មកកាន់កម្មវិធី Etika Podcast ចែករំលែកខ្ញុំបាទបញ្ញវុឌ្ឍហើយសម្រាប់សប្តាហ៍នេះផ្ទាល់គឺយើងលើកយកប្រធានបទមួយដែលពាក់ព័ន្ធជាមួយនឹងបញ្ហាផ្លូវចិត្តក៏ដូចជាស្ថានភាពគ្រួសារដែលបានប៉ះពាល់ដោយសារការបាត់បង់ចំណូលហើយជាពិសេសទៅលើស្ថានភាពបច្ចុប្បន្នទោះបីក៏យើងឃើញថាភាពតានតឹងបានធំធយប៉ុន្តែតកតងជាមួយនឹងផ្នែកសេដ្ឋកិច្ចគ្រួសារហ្នឹងគឺអត់ទាន់បាន recover មកវិញពេញលេញនៅឡើយទេហើយប្រិយមិត្តយើងមួយចំនួនគាត់ក៏មានបញ្ហាតកតងជាមួយចំណូលហ្នឹងមិនដូចមុនអញ្ចឹងសម្រាប់សប្តាហ៍នេះផ្ទាល់គឺយើងបានអញ្ជើញបងស្រីម៉ែតដែលបងស្រីគឺជាអ្នកដែលមានបទពិសោធន៍ខាងផ្នែកហិរញ្ញវត្ថុបាទអញ្ចឹងសម្រាប់សួរបងចាសួស្តីអូនបាទអញ្ចឹងតកតងជាមួយនឹងបញ្ហាហិរញ្ញវត្ថុចំណូលនៅក្នុងគ្រួសារនេះយើងមើលទៅដូចជាវាអត់មានចង់និយាយថាយើងអត់មានចំណូលអត់មានលុយក៏យើងអាចសប្បាយចិត្តនៅក្នុងការរស់នៅជាមួយគ្នាបានណាប៉ុន្តែមែនតើទៅគឺវាមិនដូចអីដែលយើងគិតទេព្រោះបញ្ហាចំណូលបញ្ហាសេដ្ឋកិច្ចហ្នឹងវាសំខាន់មែនតើទៅលើការរស់នៅនៃគ្រួសារមួយចាអូនអញ្ចឹងចង់សួរជំនួសទី1ថាតើការបាត់បង់ចំណូលនេះគឺមានបញ្ហាប្រឈមឲ្យប៉ះពាល់ដល់សុខដុមរមនានៃការរស់នៅក្នុងគ្រួសារយ៉ាងម៉េចខ្លះបងបាទចាអូនត្រឹមត្រូវហើយដូចជាភាពតានតឹងយើងបច្ចុប្បន្នធ្វើពេលខ្លះគ្រួសារហ្នឹងមិនដល់ថ្នាក់បាត់បង់ចំណូលទេដែលវាផលប៉ះពាល់សូម្បីតែពេលខ្លះយើងរៀងថយចំណូលជាងមុនហ្នឹងក៏វាប៉ះពាល់ដែរត្រូវហើយអូនហ្នឹងហើយអញ្ចឹងផលវិបាកដែលបងនឹងលើកឡើងក៏ពិតវាមានច្រើនបើយើងនិយាយទៅហើយនឹងវាមានខុសៗគ្នាទៅតាមស្ថានភាពគ្រួសារមួយហើយក៏ដូចជាតម្រូវការសមាជិកគ្រួសារនិងការចាយវាយប៉ុន្តែបងគិតថាមាន3ចំណុចដែលបងនឹងលើកឡើងយកមកដែលគ្រួសារនៅពេលដែលចំណូលគាត់ធ្លាក់ចុះឬក៏បាត់បង់ចំណូលគាត់នឹងជួបហើយទី1បងលើកពីការគាត់ត្រូវការកាត់បន្ថយចំណាយចាដើម្បីគាត់ត្រូវគិតថាគាត់ត្រូវធ្វើម៉េចដើម្បីឲ្យចាយវាក្នុងគ្រួសារគ្រប់គ្រាន់អញ្ចឹងគាត់ត្រូវចាប់ផ្ដើមគិតថាគាត់កាត់អីគេចាទី2គឺសម្ពាធផ្លូវចិត្តនៅពេលដែលយើងចាប់ផ្ដើមកាត់បន្ថយចំណាយហ្នឹងហើយយើង stress ជាងមុនបាទបងអ្វីដែលយើងចង់បានយើងលែងចង់បានចាហើយទី3ដែលបងគិតថាចំណុចសំខាន់ដែរហ្នឹងគឺការរៀងខ្វែងគំនិតគ្នាក្នុងការចាយព្រោះមនុស្សមានតម្រូវការខុសគ្នាអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមកាត់ហ្នឹងហើយវាប្រកាសជាយើងនិយាយទៅហើយដូច impact ផ្លូវចិត្តគាត់ធ្លាប់មានគាត់នឹងលែងមានចាបងគិតថាទាំង3ហ្នឹងហើយដែលវាជាចំណុចធំនៅក្នុងគ្រួសារចាបាទយល់ស្របបងដោយសារតែតកតងជាមួយនឹងចំណូលនៅក្នុងគ្រួសារនេះគឺវាចាំបាច់សម្រាប់ធ្វើឲ្យគ្រួសារមួយសប្បាយចិត្តទោះវាមិនមែនជារឿងមួយដែលចង់និយាយថាតើតាមានលុយបើយើងសប្បាយចិត្តកើតណាប៉ុន្តែការបាត់បង់ចំណូលហ្នឹងក៏ជារឿងមួយដែលធ្វើឲ្យយើងអត់សូវសប្បាយចិត្តត្រូវមួយក៏ជួនកាលទៅមានបញ្ហាផ្លូវចិត្តដូចបងបានលើកយកមកហ្នឹងអញ្ចឹងចង់សួរបងបន្ថែមតាក់ទងជាមួយនឹងការមិនចុះសម្រុងគ្នានៅក្នុងគ្រួសារណាថានៅពេលដែលបាត់បង់ចំណូលតើមានបញ្ហាមិនចុះសម្រុងគ្នាអីគេខ្លះចាបងគិតថាហ្នឹងគឺជាបញ្ហាដែលយើងប្រឈមឯងចឹងនៅពេលដែលយើងចាប់ផ្ដើមគិតពីផលវិបាកបញ្ហាប្រឈមវានឹងដើរមកហើយចាអញ្ចឹងដូចយើងលើកឡើងតាក់ទងជាមួយនឹងការមិនចុះរស់នៅមិនចុះសម្រុងគ្នាចាអញ្ចឹងបងគាត់ថាមេគ្រួសារគាត់ត្រូវការគិតច្រើនបើសិនជាគ្រួសារមួយដែលគាត់មានរកចំណូលតែម្នាក់ឧទាហរណ៍ថាប្តីជាអ្នកបង្គោលនៃគ្រួសារអញ្ចឹងបើចំណូលមួយនឹងចុះគឺដូចគ្រួសារទាំងមូលគឺរៀងធ្លាក់ចុះច្រើនអញ្ចឹងចំណាយចាំបាច់ប្រពន្ធដែលជាអ្នកចាត់ចែងលុយដោយស្ថានភាពគ្រួសារនៅស្រុកខ្មែរយើងបច្ចុប្បន្នអញ្ចឹងណាប្រពន្ធត្រូវការគិតហើយចំណាយត្រូវទុកឲ្យទៅថ្លៃបង់សាលាកូនមែនឬក៏ចាទិញតាមហូបមែនអញ្ចឹងចំណាយ package មួយចំនួនទីហោដែលត្រូវថាគ្រួសារយើងមានការចាយវាក្នុងការដើរលេងហ្នឹងហើយទៅក្រៅប្រទេសក្នុងប្រទេសឬក៏ weekend ណាដែលយើងត្រូវ enjoy ហ្នឹងចាប់ផ្ដើមកាត់ហើយអញ្ចឹងមនុស្សឡៃផ្ដាស់ប្ដូរនៃបរិបទរស់នៅទាំងស្រុងពីមុនប្តីធ្លាប់ត្រូវទៅដើរលេង Friday night មួយមិត្តភ័ក្តិអីអញ្ចឹងណានៅពេលដែលយើងមានចំណូលធម្មតាតែឥឡូវត្រូវនៅផ្ទះ
ចាហ្នឹងគឺជាចាឡើងបាន Friday night ចឹងសម្ពាធហ្នឹងវាកើតឡើងចឹងមនុស្សនៅពេលដែលមានសម្ពាធកើតឡើងមួម៉ៅជាងមុនហើយចាងាកមកទៅប្រពន្ធលូថាអូលុយខែនេះចាយមិនគ្រប់ទេប្តីថាអូបើសេដ្ឋកិច្ចចង់មិនថាសេដ្ឋកិច្ចទេស្ថានភាពបែបហ្នឹងចាវាពិបាកក្នុងការរកលុយម្នាក់ក៏តែងតែថាទុកលុយសិនហើយក៏មិនហ៊ានយកទៅវិនិយោគក៏មិនហ៊ានយកទៅធ្វើអីទេពួកអីគាត់រិះវាមាននៅក្នុងហ្នឹងហើយអូនអញ្ចឹងម្នាក់គឺអញ្ចឹងទាំងគេទាំងយើងគឺត្រូវការទុកសិនលុយក៏មិនហ៊ានចាយឬក៏មិនយកទៅហ៊ានទៅវិនិយោគថ្មីចាវាពិបាកអញ្ចឹងប្តីរៀងមួម៉ៅប្រពន្ធក៏មិនសប្បាយចិត្តហ្នឹងហើយវាប៉ះពាល់ដល់កូននៅក្នុងគ្រួសារមួយនៅពេលដែលមាននរណាមិនសប្បាយចិត្តវាប៉ះទាំងអស់គ្នាចាអញ្ចឹងមកគិតថាទាំងអស់ហ្នឹងដែលវាជាយើងឃើញចំណុចហ្នឹងវាទូចទេតែបើសិនជាយើងຕົកវាយូរទៅវានឹងប៉ះពាល់ទៅដល់បញ្ហាធំពួកអីពេលខ្លះចំណូលឬក៏ស្ថានភាពតានតឹងយើងមិនអាចដោះស្រាយត្រឹមរយៈពេល1ថ្ងៃ2ថ្ងៃទេត្រូវអូនពេលខ្លះ1ឆ្នាំ2ឆ្នាំឬក៏អាចថាលឿនបំផុតក៏ប្រហែលខែដែរអញ្ចឹងមកគិតថាអាហ្នឹងគឺជាអ្វីដែលយើងត្រូវគិតហើយយើងត្រូវថា how to prevent វាត្រូវទេចាហើយមួយទៀតជួនកាលអានឹងវាកើតឡើងមិនមែនដោយសារបុគ្គលដោយសារដូចថាបងមេគ្រួសារអញ្ចឹងមិនថាគាត់អត់ខំប្រឹងទេប៉ុន្តែវាជាស្ថានភាពexternal factor មួយចំនួនដែលវាប៉ះពាល់ដល់ចំណូលហ្នឹងហើយតែបើសិនជាគ្រួសារណាអូខេដែលគាត់មានហ្នឹងហើយដូចស្ថានភាពយើងបច្ចុប្បន្នគាត់អាចចេញរកស៊ីទាំងពីរអ្នកប្តីប្រពន្ធចាអញ្ចឹងបើសិនជាមានមួយអត់មួយហ្នឹងហើយវារៀងគួរសមវាមិនប៉ះពាល់ខ្លាំងប៉ុន្តែក៏វានៅតែប៉ះពាល់ចាអញ្ចឹងមកគិតថាអារឿងនេះវាត្រូវតែមានអញ្ចឹងយើងត្រូវតែគិតថាយើងត្រូវធ្វើម៉េចទាំងអស់គ្នាបាទចាចុះនៅក្នុងស្ថានភាពមួយដែលថាមិនថាគ្រួសារគាត់អត់ខំប្រឹងរកលុយទេគាត់ខំដែរប៉ុន្តែស្ថានភាពហ្នឹងវាតានតឹងចាថាតើក្នុងគ្រួសារហ្នឹងនៅពេលដែលយើងមានចំណូលធ្លាក់ចុះអញ្ចឹងយើងគួរតែមានដំណោះស្រាយអីខ្លះដែលប្រសិទ្ធភាពហើយនៅតែ maintain សុខដុមរមនានៅក្នុងគ្រួសារបាទចាបញ្ហាហ្នឹងហ្នឹងឯងដែលបងយើងលើកឡើងទាំងអស់គ្នាថាយើងគួរគិតមិនត្រូវទេតែគិតមិនហ្នឹងវាត្រូវតែថាយល់ស្របតាំងពីភាគីនៅក្នុងមិនថាប្តីឬក៏ប្រពន្ធឪពុកឬក៏ម្ដាយទេពេលខ្លះកូនក៏ត្រូវចូលរួមចំណែកនៅក្នុងហ្នឹងដែរបើមិនជាគ្រួសារគាត់មានកូនឬក៏គាត់មានសមាជិកផ្សេងក្រៅពីកូនបងឧទាហរណ៍ថាមានឪពុកម្ដាយទាំងសងខាងដែលនៅក្នុងបន្ទប់ឬក៏ហ្នឹងឯងនិយាយទៅអលសមាជិកគ្រួសារជាងនិយាយហ្នឹងហ្នឹងឯងដំណោះស្រាយមានច្រើនទៅតាមស្ថានភាពប៉ុន្តែថ្ងៃនេះបងសុំលើកឡើងមក3ដែលយើងនឹងយកមកចែករំលែកណាចាអញ្ចឹងទី1តកតងជាមួយនឹងការស្ដីបន្ទោសដែលយើងលើកឡើងពីដើមអញ្ចឹងប្រពន្ធល្អច្រើនប្តីអត់សុបាយចិត្តអញ្ចឹងមកគិតថាការស្ដីបន្ទោសហ្នឹងគឺសំខាន់យើងចាប់ផ្ដើមត្រូវលើកទឹកចិត្តគ្នាឡើងវិញថាឡើយហ្នឹងឯងយើងទទួលស្គាល់ស្ថានភាពមួយហ្នឹងគឺវាអញ្ចឹងយើងមិនអាចទៅកែប្រែភ្លាមទេអញ្ចឹងយើងគួរតែចាប់ដៃគ្នាយើងគិតថាយើងត្រូវទៅផ្លូវណាយើងត្រូវកាត់បន្ថយអ្វីដើម្បីឲ្យកុំឲ្យប៉ះអារម្មណ៍ទាំងអស់គ្នាហើយយើងទទួលស្គាល់ពីគំនិតរួមរបស់គ្នាឧទាហរណ៍ថាហ្នឹងហើយយើងត្រូវថាពីមុនយើងធ្លាប់ដើរលេង every week can ហ្នឹងហើយឥឡូវយើងសុំកាត់មកត្រឹមថា2ខែខ្ញុំដើរលេងតែ1ថ្ងៃបានហើយដើម្បី release stress ដែរកុំឲ្យថាយើងផឹងទៅវាតានតឹងខ្លាំងពេកមនុស្សវាត្រូវការ release ដែរអាហ្នឹងគឺជាអ្វីដែលយើងត្រូវគិតចាហើយទី2បងលើកឡើងមកមួយទៀតហ្នឹងគឺការបើកចិត្តនិយាយគ្នាអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួនក្នុងករណីដែលប្តីនិងប្រពន្ធគាត់ជាអ្នករកចំណូលដូចគ្នាអញ្ចឹងបើមានដៃគូមួយណាដែលមួយជំហានណាដែលសេដ្ឋកិច្ចហ្នឹងយើងធ្លាក់ចុះយើងត្រូវប្រាប់គ្នាថាអូខេឥឡូវនេះយើងខាងបងរកអត់ទៅបានដូចមុនទេហ្នឹងហើយដោយសារទី1ទី2អញ្ចឹងបងនឹងកាត់បន្ថយការcontribute ទៅគ្រួសារអញ្ចឹងហ្នឹងហើយអញ្ចឹងឲ្យខាងមជ្ឈហៀងទៀតដៃគូយើងហ្នឹងក៏យល់យោគបងប្អូនគ្នាចាហើយយើងនិយាយទៅវាយើងត្រូវតែនិយាយគ្នាអញ្ចឹងនៅពេលដែលយើងប្រាប់ពីស្ថានភាពដែលយើងលំបាកហើយកុំព្យាយាមទុកម្នាក់ឯងចឹងបើទុកម្នាក់ឯងយើងរត់គិតតែ stress ហើយនឹងមជ្ឈហៀងទៀតគឺគាត់អត់ដឹងហ្នឹងហើយវាធ្វើឲ្យលិចទៅដល់ថាយើងអត់យល់ពីគ្នាហេតុអីក៏អូប្តីមានលាក់លុយមែនឬក៏អីបានឲ្យចំណូលទាបជាងមុនហើយអូនហ្នឹងវាយើងនិយាយភាសាសាមញ្ញហ្នឹងហើយទី3ដែលបងនឹងយកមកនិយាយហ្នឹងគឺហ្នឹងហើយដូចអូន mention ចឹងគឺ lifestyle ហើយទៅផ្លាស់ប្ដូរពីមុនយើងធ្លាប់ប្រើរបស់ brand មែនឥឡូវយើងអាចថាយើងកាត់បន្ថយសិនយើងអាចប្រើអ្វីដែលយើងចាំបាច់ទាំងអស់គ្នាហ្នឹងហើយនិយាយទៅគឺ focus ទៅលើអ្វីដែលចាំបាច់សិនអ្វីដែលមិនចាំបាច់ហ្នឹងឯងនៅពេលដែលសេដ្ឋកិច្ចចំណូលរបស់យើងមកដូចដើមវិញហ្នឹងហើយយើងអាចបន្តវាទៅមុខទៀតទៅយើងអាចបំពេញតម្រូវការយើងទៅ
ប៉ុន្តែបើឥឡូវយើង adjust យើង need to adjust lifestyle របស់យើងបាទពីមុនដូចអូខេស្រីៗអញ្ចឹងណាអាសាទៅសាឡនហ្នឹងហើយតែឥឡូវយើងកាត់បន្ថយខ្លះទៅណាបងគិតថាហ្នឹងវាយ៉ាងតែជារួមមកវាមានអីក្រៅពីគ្រួសារដែលត្រូវយល់យកគ្នាទេត្រូវយករឿងមកដាក់លើតុនិយាយគ្នា and then យល់ពីគ្នាទៅវិញទៅមកបាទចាអាហ្នឹងជាវាថាត្រួសដែលយើងលើកឡើងណាអូនចាបាទអញ្ចឹងជាក់ស្ដែងគឺដំណោះស្រាយរបស់យើងសំខាន់ផុតគឺការយល់គ្នាកុំបន្ទោសគ្នាទៅវិញទៅមកព្រោះកាលណាតែមានបញ្ហាអីណាមួយតកតងជាមួយចំណូលអារម្មណ៍ទាំងពីរនាក់ស្ទើរអត់ល្អទាំងពីរនាក់ចាសូម្បីតែកូនយើងក៏មិនសូវសប្បាយដូចមុនដែរគ្នាធ្លាប់ទិញថយឥឡូវលែងគ្នាទិញអញ្ចឹងទី1បំផុតគឺគុំបន្ទោសគ្នាទៅវិញទៅមកហ្នឹងហើយទី2ហ្នឹងគឺតកតងជាមួយនឹងការបើកចិត្តនិយាយគ្នាពីបញ្ហារ៉ាញ់វត្ថុរបស់គ្រួសារយើងបាទต้องមួយស្ថានភាពបបាក់ហ្នឹងក៏យើងគួរត្រូវធ្វើម៉េចហើយឆ្លងម៉េចបាទហើយទី3ហ្នឹងគឺសំខាន់បំផុតគឺរឿង lifestyle យើងត្រូវមើលទៅលើចំណាយរបស់យើងអីដែលចាំបាច់អីដែលមិនចាំបាច់ហើយអីដែលមិនចាំបាច់ត្រូវកាត់ចេញចាបាទអូខេហ្នឹងហើយអរគុណច្រើនបងដែលលើកយកដំណោះស្រាយហើយដែលស្ដាប់មើលទៅគឺអាចអនុវត្តបាន practical ហើយមួយទៀតចង់សួរបងថាបងមានអីដែលអាចផ្ដាំទៅប្រិមិត្តរបស់យើងចាចុងក្រោយបាទចាអាកាប៉ាត់ខ្ញុំមានអីច្រើនទេជាចុងក្រោយខ្ញុំសូមអរគុណដល់វុតចាអរគុណដូចគ្នាបងខាងទាំងអស់គ្នាសម្រាប់ discuss តកតងជាមួយនឹង subject មួយហ្នឹងចាអញ្ចឹងជាកុងក្រោយខ្ញុំសូមចែករំលែកយើងទាំងអស់គ្នាថានៅក្នុងកលៈទេសៈណាក៏ដោយទោះបីជាចំណូលយើងមានបញ្ហាប្រឈមយ៉ាងណាក៏ដោយអ្វីដែលសំខាន់គឺការយល់ចិត្តគ្នានិងដោះស្រាយទាំងអស់គ្នានៅពេលដែលយើងមានសម្ពាធអញ្ចឹងនៅពេលដែលយើងឆ្លងវាចប់ហើយយើងគិតថាហ្នឹងហើយយើងយល់ចិត្តគ្នាបានច្រើននឹងរឹងមាំជាងមុនចាបាទនឹងដូចតស៊ូជាមួយគ្នាអញ្ចឹងអូខេបងហ្នឹងហើយអញ្ចឹងអរគុណច្រើនបងម្ដងទៀតសម្រាប់ពេលវេលាដ៏មានតម្លៃហើយចូលរួមភាសា podcast របស់យើងថ្ងៃនេះហើយក៏ដូចជាប្រិយមិត្តរបស់យើងអរគុណដូចគ្នាសម្រាប់ការទស្សនា podcast របស់យើងហើយបើយល់ថា podcast នេះមានប្រយោជន៍អាចធ្វើការតាមដានបន្តទៀតបានដោយធ្វើការ like page របស់អ៊ីតិការបស់យើងហើយធ្វើការ share នៅវីដេអូនេះបាទអញ្ចឹងពីខ្ញុំបាទបញ្ញវុធហើយបងស្រីម៉ែសូមអរគុណនិងសូមជម្រាបលាបាទចាអរគុណ